ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយ៉ាងម៉េចហើយជីវិតឆ្នាំ2025ចិត្តចូល2026ហើយអញ្ចឹងពីមួយឆ្នាំទៅមួយឆ្នាំជីវិតយើងកាន់តែមានការផ្លាស់ប្ដូរហើយអ្នកខ្លះមានការផ្លាស់ប្ដូរទៅលើគេហៅថាស្ថានភាពគ្រួសារអ្នកខ្លះទៀតគឺគាត់មានការផ្លាស់ប្ដូរទៅលើអាយុក៏ដូចជារូបរាងកាយសម្បទាទាក់ទងជាមួយនឹងមុខមាត់ជឿជួញក៏ចាស់ជាងមុនអញ្ចឹងណាហើយចំពោះខ្ញុំគឺក៏ចាស់ជរាដែរក៏វាចាប់ផ្ដើមចាស់ទៅជួយដែរគឺជីវិតយើងមិនអាចធ្វើការកំណត់ឲ្យអ្នកក្មេងរហូតបានទេប៉ុន្តែយ៉ាងណាមិញចូលទៅកាន់វិធានបទមួយដែលខ្ញុំចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសគឺបងប្អូនដែលបញ្ចប់ថ្នាក់ទី12ដែលកន្លងទៅរយៈភូមិថ្មីៗនេះអ្នកខ្លះក៏បានលទ្ធផលល្អអ្នកខ្លះទៀតក៏បានលទ្ធផលមិនល្អអ្នកខ្លះក៏បានសមរម្យចឹងទៅតាមសមត្ថភាពនីមួយៗនៃសិស្សានុសិស្សក៏ដូចជាបងប្អូនដែលបានខិតខំប្រឹងប្រែងតាំងពីថ្នាក់ទី1រហូតដល់ថ្នាក់ទី12នេះឯងយ៉ាងណាមិញខ្ញុំនៅតែធ្វើការលើកទឹកចិត្តទៅកាន់បងប្អូនដែលប្រាជ័យក៏ដោយក៏ធ្លាក់ទទួលបាននិស្ស័យមិនល្អក៏ដោយព្យាយាមអស់ពីសមត្ថភាពហើយវាមិនមែនជាចំណុចមួយដែលអ្នកទាំងអស់គ្នាត្រូវឈប់ឬក៏ត្រូវបាក់ទឹកចិត្តនៅក្នុងចំណុចមួយនេះទេចំណុចដែលអ្នកទាំងអស់គ្នាត្រូវតស៊ូក៏ដូចជាព្យាយាមធ្វើទៅមុខទៀតគឺនៅវ័យឆ្ងាយណាស់សញ្ញាបត្រទី12អាចនិយាយបានថាជាគ្រឹះមួយដែលបញ្ជាក់អំពីការរៀនសូត្ររបស់យើងអស់រយៈពេល12ឆ្នាំមែនប៉ុន្តែมันអាចប្រកាសថាសញ្ញាបត្រនេះអាចឲ្យយើងទៅរកការងារមួយដែលល្អ perfect ដល់យើងទេអ្វីដែលជាគោលដៅឬក៏ជា target ដែលអ្នកទាំងអស់គ្នាត្រូវ set សម្រាប់ future របស់អ្នកទាំងអស់គ្នាមិនមែនបញ្ចប់ត្រឹមទី12នេះទេអ្នកទាំងអស់គ្នាត្រូវតែចេះរៀបចំនៅផ្នែកកំណត់របស់អ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងការប្រឡងបានន័យថាខ្ញុំឧទាហរណ៍ទៅពេលដែលអ្នកទាំងអស់គ្នាប្រាជ័យនៅក្នុងឆ្នាំនេះឬក៏ទទួលបាននិស្ស័យមិនល្អចំពោះអ្នកនិស្ស័យមិនល្អគឺគាត់អាចមិនអាចប្រឡងមកទេប៉ុន្តែបើអ្នកប្រាជ័យអ្នកទាំងអស់គ្នាកុំបាក់ទឹកចិត្តអ្នកទាំងអស់គ្នាត្រូវតែចុះឈ្មោះចូលរៀនជាមួយសាកលហើយអ្នកទាំងអស់គ្នាត្រូវតែចុះឈ្មោះឬក៏ដាក់ពាក្យប្រឡងភាសាទៀតហើយអ្វីដែលយើងអាចធ្វើបានគឺយើងរំលឹកមេរៀនផងហើយយើងបន្តអនាគតយើងជាមួយនឹងសាកលផងដែរហើយជាពិសេសនោះទៀត target ដែលយើងត្រូវតែកំណត់នៅក្នុងជីវិតរបស់យើងនោះគេហៅថា position ឬក៏ skill professional skill ហ្នឹងឯងហើយថា skill first skill របស់យើងអ្នកខ្លះគាត់ចូលចិត្តទៅលើប្រភេទ scientist អ្នកខ្លះក៏ចូលចិត្តទៅលើប្រភេទtechnical អ្នកខ្លះចូលចិត្តទាក់ទងជាមួយនឹងទៅគេ new សារព័ត៌មានចឹងទៅហើយបើចំពោះខ្ញុំបានផ្ទាល់លំទំនុកនេះខ្ញុំចែករំលែកនៅអ្វីដែលបងប្អូនទី12គាត់ចង់ធ្វើក៏ដូចជាផ្នត់គំនិតនៃការចង់ចេះចង់ដឹងឬក៏ជំនាញហៅថាដុំអ្នកខ្លះគាត់ចូលចិត្តទៅលើខាង IT ឬក៏ computer IT ឬក៏ជាងភ្លើងជាងអេឡិចត្រូនិកទៅបច្ចុប្បន្នខ្ញុំនិយាយអំពីជាងភ្លើងមួយហើយជាងអេឡិចត្រូនិកអ្នកទាំងអស់គ្នាដឹងហើយថាជាងភ្លើងជាងអេឡិចត្រូនិកបើសិនជាយើងរៀនចប់បញ្ញាបត្រជំនាញគេហៅថា diploma គេហៅថាបញ្ញាបត្ររងក៏អ្នកទាំងអស់គ្នាអាចរកការងារធ្វើនៅតាមបណ្ដារោងចក្រសាធារណៈមួយចំនួនបានដែរនៅក្នុងប្រទេសខ្មែរយើងគឺគេនឹងជ្រើសរើសបងប្អូនដែលជាកំពាំងស្នងវិស័យនេះទៅបម្រើការងារគេហៅថា probation ពេលខែធ្វើការវឹកហាត់ហ្នឹងហើយជាការងារជាក់ស្ដែងអញ្ចឹងអ្នកទាំងអស់គ្នាមានជំរឿនក្នុងការចាប់ជំនាញខ្លួនឯងអានេះខ្ញុំផ្ដល់អត្ថប្រយោជន៍ priority សម្រាប់តែអ្នកចាប់ technical ណាឬក៏ engineer ណាអញ្ចឹងចំណុចទី2ដែលខ្ញុំនឹងនិយាយទី1បើអ្នកទាំងអស់គ្នាថាអូខ្ញុំរៀនទី12យូរហើយខ្ញុំចំណាយពេលយូរហើយខ្ញុំអត់ចង់ចំណាយពេល3ឆ្នាំទៀតដើម្បីយក5ឆ្នាំទៀតយកបញ្ញាបត្រទេអញ្ចឹងបងអូនអាចមានឱកាសក្នុងការរៀនទៅលើប្រភេទបញ្ញាបត្ររងដែលគេហៅថា diploma certification diploma នេះពាក្យខ្មែរគេហៅថាបញ្ញាបត្ររងហើយបញ្ញាបត្ររងនេះគេហៅថាអនុវិស្វករនៅពេលដែលបងអូនបន្ត3ឆ្នាំទៀតឬក៏2ឆ្នាំកន្លះទៀតនឹងទទួលបាន Bachelor ឬគេហៅថាបញ្ញាបត្រឬក៏វិស្វករនេះឯងចឹងចំណុចតាក់ទងជាមួយនឹងការរៀនសូត្រខ្ញុំចែកជាមួយនឹងការរៀនជាលក្ខណៈពាក់កណ្ដាល50និង50 100បានន័យថា50 100និង100លើ100ចំណុចទី1គឺ50 100ចំណុចទី2គឺ100លើ100តែបើតាមអ្វីដែលជាក់ស្ដែងបងអូនរៀននៅបច្ចុប្បន្ននេះសម្រាប់គ្រួសារអ្នកដែលមិនសូវទូទាឬក៏មិនសូវមានលទ្ធភាពគ្រប់គ្រាន់សូមអាចធ្វើការរៀនជាលក្ខណៈ50ទៅ100ទៅហេតុផលអីបានខ្ញុំនិយាយអញ្ចឹងពីព្រោះថានៅពេលដែលយើងរៀនទៅដល់50
100%នេះយើងអាចរៀនផងនិងគ្រប់គ្រងទៅលើរលុយគ្រប់គ្រងទៅលើស្ថានភាពនៃការរៀនសូត្រពីបាទយើងរៀនបញ្ញាបត្ររងយើងអាចមានសិទ្ធិក្នុងការទៅធ្វើការងារខាងក្រៅក្នុងមួយថ្ងៃរកបាន7រៀលទៅ10រៀលទៅតាមជំនាញក៏ដូចជាចំណេះរបស់បងប្អូនមួយដែលបងប្អូនចេះចុះខ្លួនណាហើយងាយនឹងចប់បញ្ញាបត្ររងលឿនទៀតប៉ុន្តែបើអ្នកក្តោបជាមួយនឹងការរៀន5ឆ្នាំពេញអត់សូវមានពេល training ទេឬក៏ work hard ទេគឺត្រូវការរៀនពេញយកតែក្តោបយកអង្គស៊ីយកតែម្ដងហើយបើចំពោះ technique ដែលខ្ញុំគិតថាល្អវាជាជម្រើស50លើ100ដោយសារតែទី1គឺយើងអាចមានពេលរៀនផងអាចស្គាល់ពីគ្រឿងនិងអរិយាប័ត្របរិយាប័ត្រសង្គមនៃការផ្នែកសង្គមផងយកមកវឹកហាត់ជាមួយនឹងខ្លួនយើងផងលុបដំទុកលៈទេសៈដើម្បីទប់ទល់ជាមួយនឹងបរិយាប័ត្រសង្គមដែលយើងត្រូវប្រើប្រាស់នៅពេលប្រចាំថ្ងៃនេះចឹងអ្នកទាំងអស់គ្នាគិតអាចចំណុចនោះបានច្រើនតែគឺល្អគិតវិជ្ជាឃើញដូចយ៉ាងណាប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាជាគ្រួសារមានលទ្ធភាពក៏ដូចជាមានពេលគ្រប់គ្រាន់ក៏អាចជ្រើសរើសនៅជំរើស100លើ100ដែរប៉ុន្តែយើងពិបាកតិចណាយើងតាមគេអត់ទាន់នៅស្អីយើងរៀនលំដាប់វិស្វករមែនប៉ុន្តែយើងអត់ស្គាល់ពីគ្រឿងជាងឬក៏ឧបករណ៍នីមួយៗឬក៏បែបបទនៃការដំឡើងស្ថានភាពហើយនឹងឧបសគ្គនោះទេពីព្រោះថាជាងគឺជាមនុស្សដែលចាប់ពី basic level 0ទៅដល់ level 10ហើយអង្គសញ្ញាគឺចាប់ផ្ដើមពី level 10អាចនឹងសិក្សាពី level 10ចុះមកក្រោមនេះហេតុអីមកខ្ញុំនិយាយចឹងអង្គសញ្ញាស្រុកខ្មែរយើងបើសិនជាឲ្យគាត់គណនាបើនិយាយពីភ្លើងណាខ្ញុំនិយាយពីភ្លើងវិស្វករអគ្គិសនីគណនាបន្ទុកប្រើប្រាស់គណនាតង់ខ្យងគណនាតង់ខ្យងធ្លាក់អីចឹងទៅតាមទំនើបគណនាទៅប៉ុន្តែអ្នកដែលរត់ខ្សែក៏ដូចជាអ្នក connect អ្នក install ឬក៏អ្នកដែលធ្វើជាក់ស្ដែងគឺ technical ដែលគេហៅថាបញ្ញាបត្ររងនេះឯងចឹងឥឡូវយើងនឹងជួបគ្នានៅភាគ2ទាក់ទងនឹងការលម្អិតទៅលើចំណុចទាំងទៀតសង្ឃឹមថាអ្នកនរគ្នាកុំភ្លេចជួយ subscribe ទៅលើ channel ខ្ញុំផងណា